ចៅដឹងទេថាតើមូលហេតុអ្វីបានជាពួកយើងកើតទុក្ខដែរទេព្រោះយើងកើតចាស់ឈឺស្លាប់មែនទេលោកយាយត្រូវហើយចៅប៉ុន្តែនោះគឺជាផលដែលកើតឡើងមិនមែនជាមូលហេតុទេឫសគល់សំខាន់នៃទុក្ខគឺតណ្ហានិងអវិជ្ជាតណ្ហាមានន័យថាសេចក្តីស្រេកឃ្លានចង់បានអវិជ្ជាមានន័យថាសេចក្តីល្ងងខ្លៅមិនយល់ការពិតឧទាហរណ៍ចៅចង់បានសៀវភៅថ្មីពេលមិនបានចៅកើតទុក្ខពេលបានហើយចៅក៏ខ្លាចបាត់បង់វាបើចៅមិនចងចិត្តភ្ជាប់នឹងវាហើយយល់ថាគ្រប់យ៉ាងកើតហើយរលត់ចៅនឹងមិនកើតទុក្ខឡើយដូច្នេះទុក្ខកើតឡើងព្រោះយើងមិនឈប់ចង់បានមែនទេលោកយាយត្រូវហើយនេះហើយហៅថាសមុទយអរិយសច្ចៈជាអរិយសច្ចទី2ជាសេចក្តីពិតអំពីមូលហេតុដែលនាំឲ្យកើតទុក្ខណាចៅ